ជំរាបសួរលោកលោកស្រីដែលនាងកញ្ញាប្រិមិត្តទូរទស្សនិកជនកំពុងតាមដានទស្សនាព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ Home HD TV ខណៈនេះខ្ញុំបាទសូមជូនមេតិការព័ត៌មានសំខាន់មុននឹងយើងខ្ញុំទាំងអស់គ្នាជម្រាបជូននៅព័ត៌មានពិស្ដាគ្រូពេទ្យចម្លងអេដនៅភូមិរកាត្រូវបានតុលាការខេត្តបាត់ដំបងសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ25ឆ្នាំល្បែងទីងប្រត់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីសាលារាជធានីយល់ព្រមឲ្យអ្នកវិនិយោគផ្លូវវែងស្រេងយកប្រាក់ចាប់ពីរថយន្តប្រភេទគ្រួសារឡើងទៅរ៉ូស៊ីថាខ្លួនមានផុសតាំងដែលបង្ហាញថាទូគីជាប់ពាក់ព័ន្ធនៅក្នុងពាណិជ្ជកម្មប្រេងរបស់ក្រុម IC សហភាពអឺរ៉ុបនិងវៀតណាមចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីដោយឡែកក្រសួងព័ត៌មានបានជំរុញឲ្យសាធារណជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតត្រូវប្រើប្រាស់ដោយមានទំនួលខុសត្រូវនិងប្រកបដោយវិជ្ជាជីវៈដើម្បីធានាសុវត្ថិភាពខណៈដែលមានជនឆ្លៀតឱកាសមួយចំនួនកំពុងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងគោលដៅអវិជ្ជមានដែលប៉ះពាល់ដល់អ្នកដទៃនិងសង្គមជាតិក្នុងកិច្ចពិភាក្សាស្តីពីសេរីភាពអ៊ីនធឺណិតនៅកម្ពុជានៅព្រឹកថ្ងៃទី3ខែធ្នូនេះអាយុដំមាសសុភ័ណ្ឌអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានបញ្ជាក់ថាសេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយជាងប្រទេសមួយចំនួនក្នុងតំបន់ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនហាក់គ្មានភាពទទួលខុសត្រូវដែលងាយប្រឈមចំពោះមុខច្បាប់ទោះបីមិនទាន់មានច្បាប់គ្រប់គ្រងអ៊ីនធឺណិតក៏ដោយអាយុដំបន្តថារាជរដ្ឋាភិបាលគ្មានផែនការរដ្ឋបတ်សេរីភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទេប៉ុន្តែអ្នកប្រើប្រាស់គួរទាញយកប្រយោជន៍ជាវិជ្ជមានជៀសវាងការប្រើប្រាស់ក្នុងគោលដៅមិនល្អហួសកម្រិតព្រំដែននៃច្បាប់ដែលបានកំណត់ប្រជាពលរដ្ឋយើងត្រូវតែយកចិត្តទុកដាក់និងព្យាយាមស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមនៅក្នុងការប្រើប្រាស់សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ខ្លួនពីព្រោះថារាល់ការបញ្ចេញមតិទាំងឡាយនឹងត្រូវបានការពារដោយច្បាប់ហើយការប្រើប្រាស់សិទ្ធិសេរីភាពទាំងឡាយណាដែលវាហួសពីច្បាប់ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរលោកស្រីចមាណាវីនាយិកាអង្គការវិទ្យាស្ថានបើកទូលាយបានបញ្ជាក់ថាដើម្បីធ្វើឲ្យសាធារណជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតពេញលេញប្រកបដោយភាពទទួលខុសត្រូវនោះគួរតែមានការបណ្ដុះបណ្ដាលជាច្រើនដល់ប្រជាពលរដ្ឋដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យានិងវិជ្ជាជីវៈការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិងច្បាប់នានាដទៃទៀតអ្នកស្រីបន្តថាការលើកកម្ពស់ការប្រើប្រាស់អ៊ីនធឺណិតគឺមានសារៈសំខាន់បំផុតដោយមិនត្រឹមតែផ្ដល់ការអប់រំនិងសម្ដែងមតិប៉ុណ្ណោះទេប៉ុន្តែវាបានជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានគឺចូលរួមគឺជាកត្តាសំខាន់មែនទែននៅក្នុងការអភិវឌ្ឍប្រទេសជាតិមិនត្រឹមតែប្រទេសកម្ពុជាយើងទេប៉ុន្តែកត្តានេះគឺបានទទួលស្គាល់នៅអង្គការសហជីវជាតិដោយមានការពិភាក្សាពីសមាជិកអង្គការសហជីវជាតិជាច្រើនហើយតាមការសិក្សាស្រាវជ្រាវជាច្រើនឃើញថាពេលណាប្រជាពលរដ្ឋចូលទៅកាន់អ៊ីនធឺណិតក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើបគឺគាត់អាចចូលទៅកាន់ព័ត៌មានជាច្រើនបានព័ត៌មានដើម្បីគាត់បានយល់ដឹងអំពីសិទ្ធិយល់ដឹងអំពីសេវាកម្មដែលមានស្រាប់ដើម្បីគាត់អាចទទួលផលបានអញ្ចឹងធ្វើឲ្យជីវភាពរបស់គាត់មានការប្រែប្រួលវិវត្តទៅការប្រសើរជាងមុនចាអញ្ចឹងការប្រស្រ័យតាក់ទងក៏មានភាពប្រសើរជាងមុនដែរចាវាមានឆាប់រហ័សហើយនឹងទាន់ពេលវេលាលោកស៊ីនរ៉ាពីតនាយកវិទ្យាស្ថានជាតិប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបានបញ្ជាក់ថាក្រុមអ្នកជំនាញមិនពិបាកក្នុងការស្វែងរកមុខសញ្ញាដែលប្រព្រឹត្តបទល្មើសនៅក្នុងប្រព័ន្ធអ៊ីនធឺណិតឡើយដោយសារតែអ្នកប្រើប្រាស់មានរូបភាពជីវប្រវត្តិនិងកន្លែងទីតាំងដែលបានប្រើប៉ុន្តែបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃវិញគិតមកដល់ចុងឆ្នាំ2015នេះក្រសួងបានបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតបើគិតជាទឹកប្រាក់មានចំនួនរហូតដល់ជាង$1.5 ហើយចំនួននេះស្មើនឹង 10% ប៉ុណ្ណោះនៃបទល្មើសដែលបានកើតឡើងសូមបញ្ជាក់ថាតាមតួលេខត្រឹមខែមិថុនាឆ្នាំ2015នេះនៅកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតទាំងអស់ជាង5លាននាក់ស្មើនឹង 1/3 នៃចំនួនប្រជាពលរដ្ឋសរុបជាង15លាននាក់ក្នុងនោះអ្នកមានគណនីក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ជាង3.4 លាននាក់ដែលឡែកសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទចល័តវិញមានរហូតដល់ទៅជាង21.7 លានស៊ីមកាតព័ត៌មានជាតិដែលលោកអ្នកបានតាមដានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះបន្តទស្សនានៅព័ត៌មានអន្តរជាតិនៅវគ្គក្រោយជាបន្ត